សួស្តីមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាយើងវិលមកមេរៀនថ្មីរបស់ផងយើងទៀតហើយនេះជាមេរៀនទី12បង្ហាញអំពីរបៀបនៃការគូរក្បាច់និយានហៅថាក្បាច់អង្គរយ៉ាងហើយបន្តមេរៀនទី11មេរៀនទី12នេះមិនមែនជាការវិលថយក្រោយទេគឺជាការវិវត្តទៅមុខមេរៀនរបស់យើងនេះគឺយើងបង្ហាញអំពីរបៀបនៃការគូរក្រពុំឬហៅថាជាហ៊ានបំបែកឬថាជារង្វង់គូតហ៊ានអញ្ចឹងបងប្អូនយើងត្រូវតែដឹងថាគូតហ៊ានមិនដំបូងគឺដូចជារូបដែលគូអញ្ចឹងគឺមានការគូជារង្វង់មូលគួយរហូតដល់ចំណុចអនៅត្រង់កណ្ដាលហ្នឹងគឺវាឈប់ប៉ុន្តែសម្រាប់ក្រពុំរបស់យើងឬក៏ហៅថាហ៊ានបំបែករបស់យើងហ្នឹងគូតហ៊ានរបស់យើងហ្នឹងគឺយើងគួយតែមួយរង្វង់ទេបងប្អូនណាយើងគួយតែមួយរង្វង់ហើយគឺយើងចាប់ផ្ដើមយើងគួយត្រឡប់បកមកថយក្រោយអញ្ចឹងយើងបានជាក្បាច់ក្រពុំមួយនេះជាមូលដ្ឋានដំបូងបងអស់របស់ក្បាច់ក្រពុំរបស់យើងហ្នឹងហើយបន្តមកទៀតគឺយើងមានការចែកហើយនឹងឆែកដូចជាសន្លឹកក្បាច់នៅខាងដើមមេរៀនរបស់ផងយើងចឹងដែរហ្នឹងហើយមានលំនាំដូចគ្នាគ្រាន់តែថាខុសតម្រង់របស់យើងខាងដើមនោះដូចជារៀងនំជារៀងនំចាក់អាចារ្យឬក៏រៀងកន្ទុយហងអញ្ចឹងណាប៉ុន្តែសម្រាប់ក្រពុំនេះគឺជាវាគូតាមរង្វង់គូរបស់ខ្យងហ៊ានហ្នឹងគឺខ្យងហ៊ានណាបងប្អូនណាហ្នឹងហើយអញ្ចឹងហើយយើងគួយជាមួយរង្វង់អញ្ចឹងហើយគួយថយក្រោយហើយការវិវត្តរបស់ក្រពុំហ្នឹងវាមិនខុសអីអំពីនៃសន្លឹកក្បាច់ខាងដើមទេគឺមានការចែកហើយឆែកហើយបែរជាឆែកទី1ឆែកទី2ហើយបន្តមកគឺមានការបែរជាស្លឹកទី1ស្លឹកទី2រហូតវិវត្តទៅច្រើនយ៉ាងហើយមេរៀនក្នុងមេរៀននេះគឺចង់បង្ហាញអំពីហ៊ានដំបូងរង្វង់គូតហ៊ានដំបូងជាមូលដ្ឋានដំបូងហើយគឺមានការចែកហើយឆែកបងប្អូនណាហើយក្នុងទីនេះទៀតបងប្អូនគឺយើងត្រូវតែកត់សម្គាល់ថាការចែករបស់ផងយើងហ្នឹងគឺយើងត្រូវតែចែកពាក់កណ្ដាលមិនទេដំបូងគឺយើងចែកយើងថ្លឹងថ្លែងហ្នឹងរង្វង់ហ៊ានរបស់យើងហ្នឹងត្រង់គួយហ្នឹងយើងចែកឲ្យវាស្មើនឹងត្រង់គួយហ្នឹងឲ្យស្មើគ្នាជាមកគឺមើលសមហើយបងប្អូនគឺយើងចែកអញ្ចឹងហើយចាប់ដើមយើងឆែកហើយដើម្បីឆែកឲ្យបានស្អាតបងប្អូនណាដូចនៅក្នុងរូបនេះគឺយើងមិនថាយើងស្មានដឹងហើយមានតែយើងដឹងហើយយើងចែកទៅមិនដឹងដើម្បីឲ្យបងប្អូនណាដែលមិនដឹងឬក៏ទៅទាំងរៀនហ្នឹងចែកមិនឲ្យបានសមឲ្យស្អាតហ្នឹងយើងគួរដឹងថានៅក្នុងការចែកផងយើងហ្នឹងនៅក្នុងកំពុំមួយហ្នឹងគឺមានកំពុំតូចមួយខាងក្នុងទៀតបើកាលណាយើងចង់បានចែកស្អាតយើងក៏បីគូកំពុំមួយតូចខាងក្នុងហើយយើងពង្រីកកំពុំមួយទៀតគូជាន់ពីលើហ្នឹងទៀតហើយអាកន្លែងគួយហ្នឹងគឺវាគួយតែមួយទេមានថាធំក៏គួយហ្នឹងតូចក៏គួយហ្នឹងណាយើងបងប្អូនមើលតាមហ្នឹងទៅណាទីទៀតគឺមានការបង្ហាញមានការគូសរង្វង់គូសគួយហ៊ាននៅខាងក្នុងហ្នឹងហើយហ្នឹងយ៉ាងបងប្អូនមើលតាមវីដេអូគឺយើងមានគួយតែកន្លែងតែមួយណាបងប្អូនអាធំក៏គួយហ្នឹងអាតូចក៏គួយនៅក្នុងហ្នឹងដែរគួយអញ្ចឹងហើយបានអាកតុយខាងក្រោយហ្នឹងគេលុបចោលគេទុកគេពាក់កណ្ដាលនៅខាងមុខហើយគេគួយបត់មកគេឆែកមកបង្កើតជាកំពុំដែលមានស្នាមឆែកមួយបងប្អូនណាបងប្អូនឃើញទេក្នុងហ្នឹងគឺមានកំពុំទុយខាងក្នុងហ្នឹងហើយនៅខាងនេះមិនមែនល្អតែខ្ចោះទេបងប្អូនណាបងប្អូនគូធ្វើម៉េចឲ្យវាកាន់តែមូលកាន់តែស្អាតទៅបងប្អូនហ្នឹងហើយគឺយើងចែកពាក់កណ្ដាលម្នាក់ជាមកគឺយើងលុបខាងក្រោយណាលុបខាងក្រោយគឺយើងបានឆែកមួយហើយនេះដើម្បីឆែកបានស្អាតគឺយើងគូអញ្ចឹងបងប្អូនចឹងហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាមេរៀននេះអរគុណ